បានមករស់នៅលើទឹកដីថ្មីខាងសហគមន៍អឺរ៉ុបប្រទេសបែលហ្សិកនេះបានចំនួន9ខែឥឡូវខ្ញុំទទួលបានកាត់ស្នាក់នៅស្របច្បាប់នៅប្រទេសបែលហ្សិកចំនួន5ឆ្នាំបន្ថែមទៀតពេលដែលខ្ញុំមកដំបូងគឺខ្ញុំកាន់វីសាប៉ាសពតរបស់ខ្ញុំហ្នឹងគឺជា tourist ប្រភេទ3ខែបងប្អូនដំបូងខ្ញុំមានកម្រងថាខ្ញុំមកលេងប្រទេសបែលហ្សិកនេះតែ3ខែទេខ្ញុំនឹងត្រឡប់ទៅវិញដូច្នេះខ្ញុំ apply visa សម្រាប់ tourist រយៈពេល3ខែប៉ុន្តែចៃដន្យអីបងបារាំងគាត់ថាគាត់អត់ចង់ឲ្យខ្ញុំត្រឡប់ទៅវិញទេគាត់ចង់ឲ្យខ្ញុំនឹងស្នាក់នៅបន្តជាមួយគាត់អញ្ចឹងក៏គាត់បានស្នើសុំមន្ទីរឃុំដែលពួកខ្ញុំរស់នៅនឹងដើម្បីរៀបការម្យ៉ាងបងបារាំងគាត់យល់ថាពួកយើងទាំងពីរនាក់បានភ្ជាប់ពាក្យលក្ខណៈប្រពៃណីខ្មែរនៅស្រុកខ្មែរហើយប៉ុន្តែអត់យកជាឯកសារសាច់ការអីដើម្បីមករស់នៅប្រទេសបែលហ្សិកបានទេលុះត្រាតែយើងរៀបការនៅប្រទេសបែលហ្សិកទើបមានឯកសារមានសិទ្ធិរស់នៅដូច្នេះក៏គាត់ចាប់ផ្ដើម process នៃការស្នើសុំច្បាប់សុំរៀបការនៅប្រទេសបែលហ្សិករយៈពេលវីសាខ្ញុំ3ខែគាត់ក៏ចាប់ផ្ដើម process នៃការស្នើសុំហ្នឹងហើយខ្ញុំផ្ទាល់ក៏ខ្ញុំយល់ស្របនៅគំនិតរបស់បងប្រាំងដែរដោយសារខ្ញុំយល់ឃើញថាវីសារបស់ខ្ញុំ3ខែរៀងរយៈពេលរៀងយូរដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមសាកល្បងស្នើសុំពីអ្នកបងប្រាំងអញ្ចឹងណាខ្ញុំគិតថាបើស្នើសុំបានក៏ខ្ញុំនៅបន្តទៅបើសិនជាស្នើសុំមិនបានរយៈពេល3ខែក្រោយខ្ញុំនឹងត្រឡប់ទៅស្រុកខ្មែរវិញហើយក្នុងអំឡុងពេលដែលពួកខ្ញុំពីរអ្នករត់ឯកសារហ្នឹងខ្ញុំក៏បានសុំសួរបងដែលគាត់រស់នៅប្រទេសបែលហ្សិកមុនខ្ញុំគាត់មានបទពិសោធន៍មុនអញ្ចឹងណាបងគាត់មានបទពិសោធន៍ផ្សេងគ្នាអ្នកខ្លះគាត់មានបទពិសោធន៍បែបផ្សេងអ្នកខ្លះគាត់មានបទពិសោធន៍បែបផ្សេងអញ្ចឹងទៅអ្នកខ្លះគាត់ឲ្យយោបល់ថាអូតើតជួលមេធាវីអ្នកខ្លះថាមិនអាចទេពីព្រោះអីយើងត្រូវប្រើពេលច្រើនហើយណាស់ក៏1ឆ្នាំទៅ2ឆ្នាំដែរអ្នកខ្លះថាខ្ញុំនឹងត្រូវឆ្លងកាត់ស្ថានទូតខ្មែរនៅប្រទេសខ្មែរសិនអញ្ចឹងណាប៉ុន្តែជាក់ស្ដែងនេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំជួបផ្ទាល់គឺខ្ញុំមិនបានចុះទៅស្រុកខ្មែរម្ដងទៀតដើម្បីឆ្លងកាត់ស្ថានទូតខ្មែរនៅប្រទេសខ្មែរទេបងប្អូនឬក៏ខ្ញុំមិនបានជួលមេធាវីឲ្យអស់លុយ100រៀលលុយខ្មែរឬក៏$100ដែរគឺអត់មានទេជាក់ស្ដែងគឺខ្ញុំពីអ្នកបងបារាំងរត់ការដោយផ្ទាល់ជាមួយនឹងស្ថានទូតខ្មែរប្រចាំប្រទេសបែលហ្សិកគឺនៅក្នុងទឹកដីប្រទេសបែលហ្សិកនេះតែម្ដងជាទូទៅប្រទេសមួយគេតែងតែមានស្ថានទូតខ្មែរនៅហ្នឹងហើយអញ្ចឹងខ្ញុំក៏ធ្វើការ directly ទៅស្ថានទូតខ្មែរនៅប្រចាំប្រទេសបែលហ្សិកនេះឯងហើយនៅក្នុងអំឡុងពេលដែលពួកខ្ញុំកំពុងតែរត់ឯកសារនោះខាងភូមិឃុំដែលពួកខ្ញុំរស់នៅនោះតម្រូវត្រូវមានឯកសារចាំបាច់ពីខាងខ្ញុំមានដូចជាសំបុត្រកំណើតលិខិតបញ្ជាក់នៅលាវអត្តសញ្ញាណប័ណ្ណលិខិតបញ្ជាក់ទំនៀមទម្លាប់ហើយនិងលិខិតបញ្ជាក់ពីការយល់ព្រមឲ្យរៀបការពីអាណាព្យាបាលលិខិតទាំងអស់នេះផងដែរគឺខ្ញុំអត់បានត្រៀមទុកមុនអីទេបងប្អូននៅពេលដែលខ្ញុំទៅសួរព័ត៌មានពីគេហើយគេត្រូវការទើបខ្ញុំចាប់ផ្ដើមរត់ឯកសារនេះតែម្ដងគឺខ្ញុំស្នើសុំឲ្យបងប្អូននៅស្រុកខ្មែរគាត់ជួយបកប្រែឲ្យខ្ញុំបកជាភាសាបារាំងអញ្ចឹងណាដោយសារតែតំបន់ដែលពួកខ្ញុំរស់នៅគឺប្រើជាភាសាបារាំងអញ្ចឹងឯកសារទាំងអស់ហ្នឹងគឺខ្ញុំពឹងបងប្អូនខាងស្រុកខ្មែរដើម្បីឲ្យគាត់ជួយបកប្រែជាភាសាបារាំងរួចក៏បញ្ជូនមកប្រទេសបែលហ្សិកបន្ទាប់ពីឯកសាររបស់ខ្ញុំមានការបកប្រែជាភាសាបារាំងរួចរាល់ហើយអស់ហើយខ្ញុំក៏បានយកឯកសាររបស់ខ្ញុំហ្នឹងទៅ submit នៅខាងភូមិឃុំដែលពួកខ្ញុំរស់នៅហើយខាងមន្ទីរឃុំខ្ញុំណាគឺធ្វើការលឿនមែនតើបងប្អូនតែរយៈពេល1អាទិត្យទេដែលខ្ញុំដាក់ឯកសារទៅគេក៏បានផ្ដល់ចម្លើយមកឲ្យខ្ញុំវិញថាពួកខ្ញុំអាចមានសិទ្ធិរៀបការនៅប្រទេសបែលហ្សិកបានដោយស្របច្បាប់ពីព្រោះឯកសារខ្ញុំគឺគ្រប់គ្រាន់អញ្ចឹងណាអ្នកទាំងអស់គ្នាស្ដាប់ចំណុចហ្នឹងទៅគឺថាអូងាយម៉េះប្រទេសគេកំពុងតែរឹតបន្តឹងច្បាប់ហើយហេតុអីក៏មានអារម្មណ៍ថាគាត់តែឯកសារប៉ុណ្ណឹងសោះខ្ញុំអាចរៀបការបានលឿនអញ្ចឹងណាខ្ញុំទទួលស្គាល់ថាប្រទេសនីមួយៗឥឡូវរឹតបន្តឹងច្បាប់មែនតើតកតងជាមួយនឹងការឲ្យជនបរទេសមករស់នៅប្រទេសរបស់ខ្លួនហើយខ្ញុំខ្លួនឯងក៏ខ្ញុំអត់ដឹងអត់នឹកស្មានដល់ថាខ្ញុំបានឯកសារលឿនយ៉ាងហ្នឹងដែរបងប្អូននៅពេលដែលគេផ្ដល់ព័ត៌មានមកឲ្យខ្ញុំថាខ្ញុំអាចរៀបការបានហ្នឹងវីសាខ្ញុំនៅដល់តែ1ខែទៀតទៅអញ្ចឹងខ្ញុំរត់ការតែរយៈពេល2ខែគឺខ្ញុំរត់ការរួចរាល់តែម្ដងហើយអ្នកទាំងអស់គ្នាកុំយល់ច្រឡំថាឯកសាររបស់ពួកខ្ញុំរត់បានលឿនដោយសារតែបងបារាំងមានការងារល្អបងបារាំងមានលុយមានឡានមានផ្ទះអត់មានទេគឺបងបារាំងការងារគាត់ធម្មតាទេបងប្អូនទាំងអស់នេះគឺកើតចេញពីភាពក្លាហានពីការហ៊ានសាកល្បងធ្វើបងប្អូនទោះបីលទ្ធផលបែបណាក៏ដោយយើងត្រូវហ៊ានសាកល្បងធ្វើបើសិនជាលទ្ធផលបែបណាយើងនឹងទទួលយកអូខេវីដេអូនេះខ្ញុំចង់លើកទឹកចិត្តដល់បងឬក៏អូនដែលគាត់មានដៃគូជាជនបរទេសហើយគាត់ចង់មករៀបការនៅប្រទេសក្រៅពេលខ្លះបើសិនជាមានឱកាសគួរតែសាកល្បងធ្វើហើយសំណាងអាចរងចាំយើងនៅខាងមុខក៏ថាបានដែរពីព្រោះជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់គឺខ្ញុំបានជួបផ្ទាល់ហើយអញ្ចឹងសម្រាប់បងអូនដែលគាត់មានចម្ងល់អីអាច comment សួរនៅខាងក្រោមបានណាអរគុណជម្រាបលា